អានោងយើងធ្លាប់យកទៅស្លក់បងប្អូនតែស្លប់អាហារស្លក់អីហ្នឹងឥឡូវនេះខ្ញុំយកអានោងជ្រុំនេះមកឆាម្ដងបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកឆាបងប្អូនខ្ញុំឆាលាយជាមួយផ្សិតច្បើងខ្លះទៅសក់ខ្លះអានោងជ្រុំខ្លះនិងខ្ទឹមបារាំងខ្លះឲ្យសារបន្លែសល់2 3ថ្ងៃហើយក៏យកមកឆាលាយគ្នាទៅហើយជាដំបូងនេះគឺខ្ញុំមកលាងបន្លែសិនយើងលាងផ្សិតលាងអីឲ្យស្អាតសិនមកផ្សិតច្បើងយើងក៏មានដីដែរវានៅជាប់កន្លែងគុលវាអំឡុងពេលយើងលាងបន្លែនេះក៏យើងដាក់ទឹកវាលាង2 3ទឹកឲ្យស្អាតបងប្អូនហើយអានោងនេះវែងពេកខ្ញុំក៏កាច់វា2 3កណាត់ទៅដើម្បីឲ្យស្រួលចិត្តសបកវាបើសិនយើងចិត្តទាំងវែងវារៀងពិបាកអញ្ចឹងហើយខ្ញុំក៏កាត់វាជាកណាត់ទៅពេលនេះបន្លែខ្ញុំរៀបចំរួចរាល់លាងទឹកបានស្អាតហើយយើងចាប់ផ្ដើមទៅចិតបន្លែសិនហើយវីដេអូរាល់ថ្ងៃនេះបងប្អូនអើយអត់មានអីក្រៅពីម្ហូបញ៉ាំបាយរាល់ថ្ងៃនឹងទេបងប្អូនគឺយើងធ្វើម្ហូបដដែលទេបងប្អូនដូចថាមួយថ្ងៃយើងឆ្ងោមមួយថ្ងៃយើងឆាមួយថ្ងៃម្ជូរមួយថ្ងៃចៀនមួយថ្ងៃឆ្ងោអញ្ចឹងទៅបងប្អូនគឺយើងស្លស្លាស់គ្នាដែរតែបើនិយាយពីម្ហូបវិញគឺដដែលទេបងប្អូនតែយើងស្លស្លាស់គ្នាដោយសារវីដេអូនេះខ្ញុំធ្វើតែពីសកម្មភាពខ្ញុំធ្វើម្ហូបរាល់ថ្ងៃខ្ញុំហូបអីញ៉ាំអីអញ្ចឹងវាអត់មានមុខម្ហូបអីដែលខុសពីម្ហូបយើងញ៉ាំបាយរាល់ថ្ងៃនឹងទេបងប្អូនធ្វើពីម្ហូបគឺមានតែម្ហូបដែលនឹងឯងបងប្អូនអត់មានម្ហូបអីផ្សេងអីទេធ្វើយើងធ្វើរាល់ថ្ងៃមិនដឹងថាធ្វើអីយើងធ្វើអស់មុខម្ហូបហើយមិនដឹងថាធ្វើម្ហូបអីមានតែធ្វើដែលនឹងឯងបងប្អូនដោយសារម្ហូបនេះជាម្ហូបប្រចាំថ្ងៃហូបជារៀងរាល់ថ្ងៃហើយបងប្អូនហើយថតវីដេអូរាល់ថ្ងៃនេះបងប្អូនបើនិយាយពីរឿងពេលមិនសូវមានទេបងប្អូនតែដោយសារស្រឡាញ់ខាងនឹងស្រឡាញ់ចង់ថតចង់បោះដោយសារស្រឡាញ់ចូលចិត្តខាងធ្វើម្ហូបហ្នឹងបងប្អូនអើយអញ្ចឹងបានចេះតែឆ្លៀតថតទៅហើយធ្វើវីដេអូរាល់ថ្ងៃនេះអត់ចង់បានអីច្រើនពីបងប្អូនទេសុំតែបងប្អូនស្រឡាញ់ចូលចិត្តហើយនឹងចូលមើលទៅគឺអរគុណច្រើនហើយបងប្អូនគឺខ្ញុំស្រឡាញ់ខាងធ្វើវីដេអូហ្នឹងអញ្ចឹងចេះតែថតទៅពេលខ្លះក៏នឹកឃើញចង់បោះបង់ចោលដែរបងប្អូនតែនឹកឃើញយើងខំធ្វើមកប្រហែលជាមួយឆ្នាំជាងហើយខំតស៊ូតាំងពីមិនទាន់ចេះឥឡូវចេះកាត់វីដេអូចេះបញ្ចូលសលេងចេះថតចេះធ្វើមិនធ្វើឲ្យវីដេអូតាក់ទាញហើយតែពេលយើងយកបោះបង់ពេលហ្នឹងទៅ Facebook ឥឡូវលយទៀតបងប្អូនគឺគេយកទៅវីដេអូ original ទេដោយសារវីដេអូដែលយើងយករបស់គេមកកាត់តញ៉ៃហ្នឹងគឺគេលែងយកឲ្យបងប្អូនបើសិនជាយើងគ្រាន់តែកាត់តវីដេអូគេគ្រាន់តែដាក់រូបយើងអង្គុយមើលវីដេអូគេអាហ្នឹងក្រុមហ៊ុនវាអត់ invite ហើយវាអត់ជំរុញឲ្យមនុស្សមើលវីដេអូរបស់យើងទេវានឹងលុបដោយថ្មីដែលចាប់ផ្ដើមធ្វើវីដេអូធ្វើ original ខ្លួនឯងទៅបងប្អូនវីដេអូ3នាទីហ្នឹងហើយបើរៀលយើងធ្វើធំ50វិចុះក្រោមមកកុំធ្វើខ្លីពេករៀលឥឡូវក៏ចាប់ដែរបងប្អូនយើងធ្វើឲ្យវែងមកថតឲ្យវែងក៏ចូលកាមេរ៉ាចោលដូចខ្ញុំអញ្ចឹងមកបងប្អូនហើយចាំយើងយកទៅកាត់តពេលដែលយើងថតយកមុនយកទៅកាត់តយើងថត10នាទី20នាទីយើងចុចស្គប់ម្ដងអញ្ចឹងណាបងប្អូន